Ok,ស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងនិយាយពីប្រធានបទមួយទាក់ទងទៅនឹងការជ្រើសរើសcontent ដើម្បីធ្វើវីដេអូអ្នកគ្នាអញ្ចឹងការជ្រើសរើស content គឺសំខាន់មែនតើជាពិសេសបងប្អូនយើងដែលចង់ផលិតមាតិកាបានរយៈពេលវែងអញ្ចឹងដូចខ្ញុំបន្ទាប់ពីខ្ញុំធ្វើបានមួយរយៈខ្ញុំធ្វើទាំង content ដែលជាលក្ខណៈ sell លក្ខណៈunboxing ឬក៏ random stuff វិញទៅអ្នកគ្នាអញ្ចឹងអាហ្នឹងវាតាមចំណង់ចំណូលចិត្តរបស់យើងណាប៉ុន្តែបន្ទាប់ពីខ្ញុំបានធ្វើមករយៈមកការធ្វើ content យើងគួរតែជ្រើសរើសមាតិកាណាដែលវាផ្ដល់ប្រយោជន៍ក្នុងអំឡុងពេលដែលយើងធ្វើផងហើយយើងបានលុយពីការ make money online នឹងផងអ្នកគ្នា MMO នឹងឯងអញ្ចឹងពាក្យថា MMO មួយម៉ាត់មិនបានន័យថាយើង make money តាពី platform ហ្នឹងទេអ្នកគ្នាយើងអាចបង្កើតលុយតាមរយៈការធ្វើវីដេអូ marketing ការធ្វើវីដេអូ unboxing ការប្រើប្រាស់ជំនាញរបស់អ្នកគ្នាឧទាហរណ៍ថាអូខេអ្នកគ្នាមានជំនាញនៅក្នុងការធ្វើម្ហូបអញ្ចឹងអ្នកគ្នាធ្វើវីដេអូធ្វើម្ហូបក៏បានបងប្អូនអ្នកគ្នាមានជំនាញនៅក្នុងការជួសជុលម៉ូតូជួសជុលឡានអ្នកគ្នាថតពី activity របស់អ្នកគ្នាប្រចាំថ្ងៃហ្នឹងក៏រកលុយបានដែរហើយមួយទៀតវាជួយផ្សព្វផ្សាយកន្លែងរបស់អ្នកគ្នាផងឧទាហរណ៍ករណីដូចខ្ញុំអញ្ចឹងខ្ញុំមាន Facebook page មួយគឺមើលរបស់អញ្ចឹង Facebook មួយហ្នឹងគឺខ្ញុំផ្ដោតទៅលើការ sell accessory online អញ្ចឹងទៅអ្នកគ្នាខ្ញុំ sell ជាលក្ខណៈ Bluetooth earbuds យល់ខ្ញុំផ្ដោតទៅលើគ្រឿងអេឡិចត្រូនិកអូខេអញ្ចឹងខ្ញុំនិយាយហ្នឹងមិនលក្ខណៈអាចថា promote ដែរអ្នកគ្នាអាចឆែកមើលត្រូវការខ្សែការ Bluetooth ឬក៏គ្រឿងដុំសាកស៊ីនខ្សែសាកស៊ីនឬក៏ប្រភេទគ្រឿង accessory ផ្សេងនៅក្នុងpage មួយហ្នឹងអ្នកអាចឆែកមើលបានមើលរបស់អូខេខ្ញុំដាក់នៅលើរូបហ្នឹងអ្នកឃើញហើយអញ្ចឹងមានន័យថាសរុបមកវិញការជ្រើសរើស content ទី1ខ្ញុំ recommend ឲ្យអ្នកគ្នាជ្រើសរើស content ណាដែលអ្នកគ្នាមានជំនាញជាមួយបានន័យថាខ្ញុំគេថាខ្ញុំចេះភាសាអង់គ្លេសច្រើនអញ្ចឹងទៅឬក៏យើងមានបញ្ញាបត្រផ្នែកភាសាអង់គ្លេសឬក៏បញ្ញាបត្រផ្នែក IT យើងជ្រើសរើសយកចំណុចមួយមកធ្វើជា content goal របស់យើងណាចឹងយើងព្យាយាមធ្វើវាជាប្រចាំទៅវានឹង grow audience ហើយនឹងមានថាបង្កើត community មួយសហគមន៍មួយសម្រាប់ខ្លួនយើងណាដូចខ្ញុំមាន content បាល់ទាត់មួយអ្នកគ្នាអញ្ចឹងខ្ញុំព្យាយាមផុសទាំង TikTok ទាំង YouTube ព្រោះយើងព្យាយាមបង្កើតcommunity តាក់ទងនឹងបាល់ទាត់ football fan ហ្នឹងទៅវាកើនឯងហើយអ្នកគ្នាចឹងមានន័យថាយើងព្យាយាមជ្រើសរើស content មួយជាលក្ខទៅវានឹងដើរខ្លួនឯងអូតូតែម្ដងអ្នកគេដូច content មួយនេះអញ្ចឹងខ្ញុំព្យាយាមផ្ដោតទៅលើការបរៀនចែកម្លែកចំណេះដឹងតាក់ទងនឹងmedia តាក់ទងនឹង sales marketing តាក់ទងនឹងការធ្វើ content អញ្ចឹងទៅប៉ុន្តែ channel មួយនេះវាអត់ទាន់ specific ទេអ្នកគ្នាអញ្ចឹងអ្នកគ្នាអាចឆែកមើលបានវីដេអូខ្លះវា boom ជាមួយនឹងការបរៀនទៅលើការ boost page វីដេអូខ្លះវា boom ទៅលើការនិយាយ random content ហ្នឹងទៅតែគោលបំណងរបស់ខ្ញុំ content មួយនេះខ្ញុំចង់ផ្ដោតទៅលើការបរៀនអ្នកគ្នាពីរបៀបធ្វើមាតិកាតែពីមុនមកខ្ញុំធ្វើ random អញ្ចឹងឥឡូវខ្ញុំព្យាយាមសម្រួចដូចយើងសម្រួចជំនាញអញ្ចឹងដូចយើងរៀនអញ្ចឹងណាគ្នាយើងរៀនពីថ្នាក់បឋមយើងរៀនចំណេះដឹងទូទៅអនុវិទ្យាល័យយើងទូទៅអណ្ដើមទៅវិទ្យាល័យយើងរៀនមុខវិជ្ជាទូទៅវិទ្យាសាស្ត្រសង្គមមកចូលគ្នាទៅពេលដល់សាកលយើងចាប់ជំនាញក៏អត់តាន់ចំ 100% ដែរអ្នកគ្នាហើយបន្ទាប់ពីវាដោយផ្នែកបញ្ញាបត្រខ្លះឧទាហរណ៍ថាបើយើងយកផ្នែកបរិញ្ញាតែម្ដងប៉ុន្តែបើយើងតទៅ master គេចាប់ផ្ដើមសម្រួចជំនាញអញ្ចឹងមានន័យថាការធ្វើមាតិកាដូចគ្នាអ្នកគ្នាព្យាយាមសម្រួចអីដែលយើងត្រូវធ្វើគឺវាល្អមាន content របស់យើងនឹងស្ថិរវាអត់ផ្លាស់ប្ដូរ audience ចូលឡើងចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេសរុបមកវិញពីខ្ញុំទៅអ្នកគ្នាគួរតែជ្រើសរើស content ណាដែលជួយទៅលើការរស់នៅប្រចាំថ្ងៃអ្នកគ្នាមានជំនាញអីធ្វើ content តាក់ទងនឹងជំនាញហ្នឹងថតវីដេអូតាក់ទងនឹងអាហ្នឹងបើអ្នកគ្នាលក់អាវឬក៏អីចឹងវាជួយអ្នកគ្នាទៀតនៅពេលដែលអ្នកគ្នា viral ឬក៏អីចឹងទៅគេទិញអ្នកគ្នាអូតូតែម្ដងហើយជួនកាល content ខ្លះវាប្លែកតែម្ដងអ្នកគ្នាវាថ្មីដល់ជំនាញយើងហ្នឹងអត់សូវមានអ្នកថតទេប៉ុន្តែយើងថតទៅមានអ្នកចូលចិត្តមើលអាហ្នឹងក៏លុយយើងដែរអូខេអញ្ចឹងទី1យើង boost បានទាំង marketing ទាំងចិត្តការចែកម្លែកអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេអ្នកគ្នានេះខ្ញុំតេស្ត set up ថ្មីអានេះ live box របស់ខ្ញុំអានេះ key line អញ្ចឹងខ្ញុំមានតែ key line មួយទេអ្នកគ្នាហើយអានេះ dash ហើ
ហើយនេះកាមេរ៉ានេះlens វា Ringster ទេអ្នកនេះអូខេអ្នកនេះគិតមិនដែរជាមួយវីដេអូហ្នឹងអូខេកុំភ្លេចចុច like ចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗខ្ញុំអូខេជួបគ្នាវីដេអូក្រោយបាយអ្នក peace